លោកសួរអ្នកគ្នាថ្ងៃនេះគឺជាថ្ងៃទី3នៃការអភិវឌ្ឍនៃការអានសៀវភៅបកសំដើម្បីមានទំនាក់ទំនងល្អជាមួយនឹងមនុស្សចំវិញខ្លួនយ៉ាថ្ងៃនេះខ្ញុំនិយាយសៀវភៅ Atomic Habits អានបន្តដើម្បីអភិវឌ្ឍនៅក្នុងការទំនាក់ទំនងជាមួយនឹងអ្នកផ្សេងដើម្បីឲ្យកាន់តែសារឡើងហើយសម្រាប់ការកំណត់នីតិគឺខ្ញុំកំណត់រួចហើយនៅក្នុងកុំព្យូទ័ររបស់ខ្ញុំតែឥឡូវខ្ញុំនឹងធ្វើការអានអូខេ starting ប្រព័ន្ធនៃទំនាស់តូចៗបដិជួបភាពស្មុគស្មាញក្នុងការផ្លាស់ប្ដូរទម្លាប់បញ្ហាមិនកើតពីខ្លួនអ្នកទេតែព្រោះដំណាក់កាលដែលអ្នកអនុវត្តទម្លាប់អាក្រក់កើតឡើងម្ដងហើយម្ដងទៀតមិនមែនព្រោះអ្នកមិនចង់កែខៃទេតែព្រោះអ្នកប្រើប្រព័ន្ធដោះស្រាយខុសអ្នកមិនបាច់ទាន់ចង់ទៅឲ្យដល់គោលដៅទេតែអ្នកគួរចុះមកកម្រិតនៃដំណាក់កាលឲ្យបានជាមុនសិនការផ្ដោតសំខាន់លើដំណាក់កាលជំនួសគោលដៅតែម្យ៉ាងជាសារៈសំខាន់ម្យ៉ាងនៃសៀវភៅនេះ ហើយក៏ជាផ្នែកមួយនៃអត្ថន័យស៊ីជម្រៅរបស់ពាក្យថាអាតូមិកផ្នែកតូចៗដល់ពេលនេះអ្នកប្រហែលជាយល់ហើយថាតំណតូចៗសំដៅដល់ការផ្លាស់ប្ដូរបន្តិចបន្តួចលទ្ធផលបន្តិចបន្តួចព្រមទាំងការអភិវឌ្ឍចំណុចខ្វះខាតផ្សេងៗឲ្យល្អប្រសើរឡើង1%យ៉ាងណាក្តីតំណតូចៗក្នុងន័យនេះមិនចាំបាច់មិនចាំបាច់តែទម្លាប់ចាស់ដែលជាទម្លាប់តូចៗទេតែក៏ជាផ្នែកមួយនៃការប្រព្រឹត្តដែលធំជាងផងដែរដូចគ្នានឹងអាតូមដែលជាផ្នែករបស់មេឡេកូលទម្លាប់ទាំងអស់នេះសុទ្ធតែជាផ្នែកសំខាន់នៃលទ្ធផលដ៏អស្ចារ្យទម្លាប់ប្រៀបដូចជាអាតូមក្នុងជីវិតមនុស្សយើងការប្រព្រឹត្តគ្រប់យ៉ាងប្រៀបដូចជាផ្នែកមូលដ្ឋាននាំទៅរកការអភិវឌ្ឍខ្លួនយ៉ាងក្នុងលក្ខណៈរួមទម្លាប់ប្រចាំថ្ងៃអាចមើលទៅដូចជាមិនសំខាន់ក្នុងពេលដំបូងទេតែមិនយូរប៉ុន្មានទម្លាប់ទាំងនេះនឹងរួមកម្លាំងគ្នាហើយផ្ដល់លទ្ធផលដ៏អស្ចារ្យសរុបមេរៀនទម្លាប់ការប្រាក់សន្សំពីការអភិវឌ្ឍខ្លួនឯងដោយការបង្កើតទម្លាប់ល្អ1%រាល់ថ្ងៃអ្នកនឹងសន្សំលទ្ធផលដ៏អស្ចារ្យក្នុងពេលអនាគតដ៏យូរទម្លាប់ប្រៀបដូចជាកាំបិតមុខពីរដែលផ្ដល់ទាំងគុណនិងទោសទើបក្លាយជាហេតុផលសំខាន់ដែលអ្នកត្រូវយល់លម្អិតទាក់ទងនឹងរឿងនេះការផ្លាស់ប្ដូរតូចៗរមែងមិនធ្វើឲ្យឃើញភាពខុសគ្នាច្បាស់ប៉ុន្មានទេរហូតដល់តែអ្នកឆ្លងផុតចំណុចផ្លាស់ប្ដូរដ៏សំខាន់សិនលទ្ធផលដ៏អស្ចារ្យបំផុតនៃដំណាក់កាលដ៏ស្មុគស្មាញវារមែងកើតឡើងដោយសន្សឹមអ្នកត្រូវមានភាពអត់ធ្មត់ទម្លាប់តូចៗជាការប្រព្រឹត្តតូចៗដែលគ្រាន់តែជាផ្នែកមួយក្នុងប្រព័ន្ធដែលធំជាងដូចគ្នានឹងអាតូមដែលរួមគ្នាជាផ្នែកមួយនៃមេលេគុលទម្លាប់តូចៗក៏ជាផ្នែកមួយនៃលទ្ធផលដ៏អស្ចារ្យដូចគ្នាប្រសិនបើអ្នកត្រូវការលទ្ធផលដែលល្អជាងចូលអ្នកបំភ្លេចរឿងកំណត់គោលដៅហើយងាកមកផ្ដោតសំខាន់លើរឿងដំណាក់កាលជំនួសវិញអ្នកមិនចាំបាច់ឡើងទៅដល់កម្រិតគោលដៅទេតែអ្នកគួរចុះមកកម្រិតនៃដំណាក់កាលឲ្យបានជាមុនសិនទី2មេរៀនទី2តើទម្លាប់កំណត់ភាពជាខ្លួនឯងរបស់អ្នកយ៉ាងដូចម្តេចផ្ទុយមកវិញតើភាពជាខ្លួនឯងរបស់អ្នកកំណត់ទម្លាប់របស់អ្នកយ៉ាងដូចម្តេចហេតុអ្វីក៏ទម្លាប់អាក្រក់ធ្វើដដែលបានងាយចំណែកការធ្វើទម្លាប់ល្អហេតុអ្វីក៏ពិបាកម្ល៉េះក្នុងជីវិតមនុស្សយើងនេះមានតែប្រមាណយ៉ាងប៉ុណ្ណោះដែលមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតរបស់យើងក្រៅពីការកែទម្លាប់ប្រចាំថ្ងៃរបស់យើងហើយអ្នកក៏អាចមាននៅឱកាសធ្វើរឿងដដែលជំនួសឲ្យការធ្វើល្អប្រសើរជាងមុនការរក្សាទម្លាប់ល្អឲ្យនៅយូរលើសពី3ថ្ងៃយើងមានអារម្មណ៍ថាពិបាកធ្វើទោះជាសាកព្យាយាមនិងមានកម្លាំងជំរុញក្នុងពេលខ្លះក៏ទង្វើមួយចំនួនដូចជាការហាត់ប្រាណការអង្គុយសមាធិការនិពន្ធសៀវភៅនិងការចម្អិនអាហារមើលទៅដូចជារឿងពិបាកព្យាយាមតែប្រហែលថ្ងៃក៏ឈប់បន្ទាប់មកក៏ក្លាយជារឿងស្មុគស្មាញរូបភាពទី3ការផ្លាស់ប្ដូរទម្លាប់ទាំង3កម្រិតដូចជាការផ្លាស់ប្ដូរក្នុងកម្រិតលទ្ធផលការផ្លាស់ប្ដូរក្នុងកម្រិតដំណាក់កាលនិងការផ្លាស់ប្ដូរក្នុងកម្រិតអត្តសញ្ញាណ
យ៉ាងណាក្តីពេលអ្នកធ្វើរហូតខ្ល้ายជាទម្លាប់នោះនឹងទៅជាមួយអ្នករហូតទៅជាពិសេសទម្លាប់មិនល្អទាំងដែលយើងតាំងចិត្តកម្ចាត់ទម្លាប់នោះចេញហើយដូចជាការធ្វើរឿងដែលបំផ្លាញសុខភាពដោយហូបច្រើនញៀនទូរស័ព្ទចូលចិត្តពន្យាពេលញៀនស្រានិងបារីជាដើមដែលយើងមានអារម្មណ៍ថាមិនងាយនឹងឈប់បានការផ្លាស់ប្ដូរទម្លាប់មានបញ្ហាប្រឈមមុខដោយហេតុផលពីរយ៉ាងគឺ1យើងព្យាយាមផ្លាស់ប្ដូរខុសរឿង2យើងព្យាយាមផ្លាស់ប្ដូរទម្លាប់ដោយវិធីខុសក្នុងមេរៀននេះខ្ញុំនឹងនិយាយដល់ចំណុចទី1មុនហើយក្នុងមេរៀនបន្ទាប់ខ្ញុំនឹងផ្ដល់ចំណុចទី2កំហុស កំហុសដំបូងគេគឺយើងព្យាយាមផ្លាស់ប្ដូរខុសរឿងដើម្បីឲ្យយល់អ្វីដែលខ្ញុំនិយាយសាកពិចារណាពីការផ្លាស់ប្ដូរដែលអាចកើតឡើងក្នុង3កម្រិតឯកថានេះជាស្រទាប់មើមខ្ទឹមបារាំងក៏បានកម្រិតទី1គឺការផ្លាស់ប្ដូរក្នុងកម្រិតលទ្ធផលកម្រិតនេះពាក់ព័ន្ធនឹងការផ្លាស់ប្ដូរលទ្ធផលដូចជាការសម្រកទម្ងន់ការបោះពុម្ពសៀវភៅការលើកពានដែលគោលដៅភាគច្រើនដែលអ្នកបានកំណត់ទំនាក់ទំនងនឹងការផ្លាស់ប្ដូរក្នុងកម្រិតនេះ2គឺការផ្លាស់ប្ដូរកម្រិតដំណាក់កាលកម្រិតនេះពាក់ព័ន្ធនឹងការផ្លាស់ប្ដូរទម្លាប់និងប្រព័ន្ធក្នុងការបង្កើតទម្លាប់ថ្មីៗដូចជាទៅហាត់ប្រាណជាប្រចាំរៀបតបធ្វើការដើម្បីឲ្យស្រឡះស្រួលធ្វើការនិងរៀនអង្គុយសមាធិជាដើមដោយទម្លាប់ភាគច្រើនដែលអ្នកបង្កើតឡើងវានៅក្នុងកម្រិតនេះកម្រិតទី3គឺការផ្លាស់ប្ដូរក្នុងកម្រិតអត្តសញ្ញាណវាជាស្រទាប់ដែលក្រាបបំផុតដែលដ៏ជ្រៅបំផុតកម្រិតនេះពាក់ព័ន្ធនឹងការផ្លាស់ប្ដូរជំនឿទស្សនៈនិងការវិនិច្ឆ័យដោយជំនឿគំនិតនិងអារម្មណ៍របស់អ្នកនៅក្នុងកម្រិតនេះលទ្ធផលជាអ្វីដែលអ្នកទទួលបានដំណាក់កាលជាអ្វីដែលអ្នកធ្វើពេលលទ្ធផលកើតឡើងរហូតខ្ល้ายជាទម្លាប់ពេលចូលទៅកាន់ដំណាក់កាលអភិវឌ្ឍឲ្យល្អប្រសើរឡើង1%បញ្ហានឹងមិនស្ថិតនៅត្រង់ថាកម្រិតណាល្អជាងនោះទេព្រោះការផ្លាស់ប្ដូរគ្រប់កម្រិតសុទ្ធតែមានប្រយោជន៍របស់វាតែបញ្ហានៅត្រង់ទិសដៅនៃការផ្លាស់ប្ដូរមនុស្សជាច្រើនអ្នកចាប់ផ្ដើមដំណាក់កាលផ្លាស់ប្ដូរទម្លាប់ដោយការផ្ដល់សំខាន់លើអ្វីដែលពួកគេត្រូវការក្នុងករណីនេះនឹងនាំយើងទៅកាន់ទម្លាប់ដែលផ្អែកលើលទ្ធផល outcome based habits ហើយករណីមួយទៀតនោះគឺការបង្កើតទម្លាប់អត្តសញ្ញាណ identity based habits ដោយដំណាក់កាលនេះចាប់ផ្ដើមដោយការផ្ដល់ភាពសំខាន់លើបុគ្គលគំរូរបស់យើងសារកើតដល់បរិសុទ្ធពីរនាក់ដែលកំពុងផ្ដាច់បារីស្ដាប់ទៅដូចជាចម្លើយដែលមានហេតុផលតែគេនឹងជឿថាខ្លួនឯងជាអ្នកជក់បារីដែលកំពុងព្យាយាមក្លាយជាមនុស្សផ្សេងមនុស្សប្រភេទនេះសង្ឃឹមថាការប្រព្រឹត្តរបស់ខ្លួននឹងផ្លាស់ប្ដូរខណៈដែលនៅប្រកាន់ខ្ជាប់លើជំនឿថាប្រកាន់ខ្ជាប់លើជំនឿចាស់ចំណែកបរិសុទ្ធម្នាក់ទៀតបដិសេធដោយប្រាប់ថាអត់ទេអរគុណខ្ញុំមិនមែនជាអ្នកជក់បារីទេស្ដាប់ទៅមិនសូវខុសគ្នាប្រហែលទេតែប្រយោគនេះបញ្ជាក់ពីការដោះខ្លួនចេញពីទម្លាប់ចាស់ការជក់បារីដែលធ្លាប់ជាផ្នែកមួយនៃជីវិតរបស់គេពីមុនឥឡូវបានផ្លាស់ប្ដូរហើយគេលែងជាអ្នកជក់បារីទៀតហើយការផ្លាស់ប្ដូរក្នុងគម្រិតលទ្ធផលទម្លាប់ដែលផ្អែកលើអត្តសញ្ញាណរូបភាពទី4ទម្លាប់ដែលផ្អែកលើលទ្ធផលផ្ដោតសំខាន់ទៅលើអ្វីដែលអ្នកត្រូវការចំណែកទម្លាប់ដែលផ្អែកលើអត្តសញ្ញាណផ្ដោតសំខាន់លើបុគ្គលដែលអ្នកចង់យកគំរូតាមមនុស្សភាគច្រើនស្ទើរតែមិនបានគិតដល់ការផ្លាស់ប្ដូរអត្តសញ្ញាណរបស់ខ្លួនឯងឡើយពេលពួកគេចាប់ផ្ដើមកំណត់គោលដៅថានឹងផ្លាស់ប្ដូរខ្លួនឯងពួកគេគ្រាន់តែគិតថាខ្ញុំចង់ស្គមនេះជាលទ្ធផលបើសម្រកទម្ងន់យ៉ាងយកចិត្តទុកដាក់ខ្ញុំនឹងស្គមជាដំណាក់កាលពួកគេកំណត់គោលដៅហើយរកវិធីធ្វើឲ្យសម្រេចគោលដៅនោះដោយមិនបានគិតដល់ការជំរុញឲ្យកើតទង្វើនោះពួកគេមិនដែលផ្លាស់ប្ដូរទស្សនៈរបស់ខ្លួនឯងនិងមិនយល់ថា
ទម្លាប់ចាស់ៗនឹងអាចបំផ្លាញផែនការថ្មីៗក្នុងការផ្លាស់ប្ដូរខ្លួនឯងបាន នៅពីក្រោយដំណាក់កាលនៃទង្វើគ្រប់យ៉ាងគឺប្រព័ន្ធនៃជំនឿរបបប្រជាធិបតេយ្យកើតឡើងពីការជឿលើសេរីភាពច្បាប់និងសិទ្ធិស្មើភាពគ្នានៅក្នុងសង្គមហើយចំណែករបបផ្ដាច់ការវិញមានជំនឿខុសពីនេះដូចជាការមានអំណាចប្រមូលផ្ដុំនិងការស្ដាប់បញ្ជាយ៉ាងខ្ជាប់ខ្ជួនជាដើមអ្នកអាចគិតដល់ជាវិធីជាច្រើនសម្រាប់ត្រាំបញ្ចុះបញ្ចូលមនុស្សឲ្យបោះឆ្នោតតាមរបបប្រជាធិបតេយ្យតែការផ្លាស់ប្ដូរបែបនោះបែរជាគ្មានផ្លូវកើតឡើងបានឡើយក្នុងរបបផ្ដាច់ការព្រោះ ព្រោះនោះមិនមែនជាអត្តសញ្ញាណរបស់ប្រព័ន្ធលក្ខណៈដែលមានភាពស្រដៀងគ្នាវាកើតឡើងបានទាំងក្នុងកម្រិតបុគ្គលក្រុមនិងសង្គមដែលសុទ្ធតែមានជំនឿនិងគំនិតបង្កើតប្រព័ន្ធដែលនៅពីក្រោយទង្វើផ្សេងៗទង្វើណាដែលមិនស្របនឹងគំនិតរបស់យើងមិនអាចនៅគង់វង្សបានទេអ្នកអាចត្រូវការលុយច្រើនជាងមុនតែបើអ្នកជាមនុស្សដែលចូលចិត្តចាយលុយច្រើនជាងចំណូលដែលរកបានអ្នកក៏មិនអាចជោគជ័យផ្នែកហិរញ្ញវត្ថុបានឡើយ Wait a second. ជារឿងពិបាកដែលចង់ផ្លាស់ប្ដូរទង្វើប្រសិនបើអ្នកមិនដែលផ្លាស់ប្ដូរជំនឿទោះមានអ្នកមានគោលដៅឬផែនការថ្មីៗតែអ្នកមិនដែលផ្លាស់ប្ដូរជំនឿថាអ្នកជាអ្នកណាទេរឿងរ៉ាវរបស់ Brian Clark ដែលជាអ្នកជំនួយមកពីទីក្រុង Boulder រដ្ឋរដ្ឋ Colorado ជាឧទាហរណ៍ដ៏ល្អលោកខ្លាលោកខ្លាចនិយាយថាខ្ញុំមិនចាំផ្លេចទៀតថាធ្លាប់ចូលចិត្តខាំក្រចកដៃទម្លាប់នេះចាប់ផ្ដើមពេលខ្ញុំនៅតូចបន្ទាប់មកក៏ប្ដូរជាទម្លាប់អាក្រក់ថ្ងៃមួយខ្ញុំតាំងចិត្តឈប់ខាំក្រចករហូតក្រចកវែងជាងមុនបន្តិចដោយការតាំងចិត្តខ្ញុំក៏ធ្វើបានសម្រេចបន្ទាប់មកលោក Clark ក៏ធ្វើរឿងចម្លែកមួយលោក Clark និយាយថាខ្ញុំសូមឲ្យប្រពន្ធកក់កន្លែងធ្វើក្រចកឲ្យខ្ញុំជាលើកដំបូងក្នុងជីវិតខ្ញុំគិតថាបើខ្ញុំចំណាយលុយថែទាំក្រចកខ្ញុំនឹងមិនខាំវាទៀតហើយក៏បានផលតែមិនបានផលក្នុងរឿងហិរញ្ញវត្ថុប៉ុន្មានទេអ្វីដែលកើតឡើងគឺការធ្វើក្រចកជួយឲ្យក្រចករបស់ខ្ញុំស្អាតជាងមុនសូម្បីតែជាងធ្វើក្រចកក៏សរសើរដែរចាប់ពីពេលនោះមកខ្ញុំក៏លែងខាំក្រចកទៀតព្រោះពេលនេះខ្ញុំផ្ដោតសំខាន់លើការថែទាំក្រចកដោយវិធីត្រឹមត្រូវលក្ខណៈសំខាន់បំផុតដែលយើងចាត់ទុកថាជាកម្លាំងជំរុញចិត្តពិតប្រាកដគឺនៅពេលទម្លាប់ខ្លាចជាផ្នែកមួយរបស់អ្នកដោយការនិយាយថាខ្ញុំចង់ខ្លាចជាមនុស្សបែបនេះខុសពីការនិយាយថាខ្ញុំជាមនុស្សបែបនេះបើអ្នកមានមោទនភាពចំពោះខ្លួនឯងកាន់តែខ្លាំងអ្នកនឹងទទួលបានកម្លាំងជំរុញឲ្យរក្សាទម្លាប់នោះច្រើនឡើងដែរបើអ្នកមានមោទនភាពចំពោះម៉ូដសក់របស់អ្នកនឹងបង្កើតទម្លាប់គ្រប់យ៉ាងដើម្បីថែទាំនិងរក្សាម៉ូដសក់នោះដែរហើយបើអ្នកមានមោទនភាពចំពោះសាច់ដឹងរឹង សាច់ដឹងរឹងមាំរបស់ខ្លួនឯងអ្នកនឹងគ្មានថ្ងៃឈប់ហាត់ប្រាណឡើយអ្នកអាចចាប់ផ្ដើមបង្កើតទម្លាប់ធ្វើអ្វីម្យ៉ាងឡើងព្រោះមានកម្លាំងជំរុញតែហេតុផលមួយដែលអ្នកធ្វើជាបន្តគឺទម្លាប់នោះត្រូវក្លាយជាផ្នែកមួយនៃភាពជាខ្លួនឯងរបស់អ្នកគោលដៅមិនមែនជាការអានសៀវភៅតែជាក្លាយជាអ្នកអានសៀវភៅគោលដៅមិនមែនការរត់ម៉ារ៉ាតុងតែក្លាយជាអ្នកកីឡារត់ប្រណាំងគោលដៅមិនមែនជាការរៀនតន្ត្រីតែជាការក្លាយជាតន្ត្រីករគ្រប់ទង្វើរមែងបង្ហាញពីភាពជាខ្លួនឯងរបស់អ្នកអ្វីដែលអ្នកធ្វើជាកត្តាបញ្ជាក់ថាអ្នកជឿថាខ្លួនឯងជាមនុស្សប្រភេទណាតាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា
ពេលមនុស្សយើងជឿលើខ្លួនឯងជឿលើខ្លួនយើងតែងបង្ហាញចេញក្នុងទិសដៅដែលយើងជឿដូចជាមនុស្សដែលមានអត្តចរិតជាអ្នកប្រជាធិបតេយ្យមានភាគរយទៅបោះឆ្នោតច្រើនជាងអ្នកដែលគ្រាន់តែយល់ថាការបោះឆ្នោតគ្រាន់តែជាទង្វើម្យ៉ាងតែប៉ុណ្ណោះរឿងស្រដៀងគ្នាដែរចំពោះមនុស្សដែលយល់ថាការហាមប្រាមជាផ្នែកមួយរបស់ពួកគេក៏មិនចាំបាច់ត្រូវព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងឲ្យចេញទៅហាមប្រាមដែរដូច្នេះទើបធ្វើរឿងត្រឹមត្រូវសម្រាប់ខ្លួនឯងក្លាយជារឿងងាយទីបំផុតពេលទៅធ្វើនិងកំណត់របស់អ្នកបង្ហាញចេញស្របគ្នាអ្នកក៏លែងស្វែងរកវិធីផ្លាស់ប្ដូរទម្លាប់តទៅទៀតព្រោះអ្នកកំពុងធ្វើរឿងដែលអ្នកជឿថាអ្នកជាមនុស្សបែបនោះការបង្កើតទម្លាប់ក្នុងផ្នែកផ្សេងៗប្រៀបដូចជាកាំបិតមុខពីរប្រសិនបើការផ្លាស់ប្ដូរភាពជាខ្លួនឯងមានប្រយោជន៍ចំពោះអ្នកវាអាចជាកម្លាំងជំរុញដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍខ្លួនឯងតែបើការផ្លាស់ប្ដូរនោះផ្ដល់ទុកទោសការតាំងចិត្តផ្លាស់ប្ដូរបន្តរមែងកើតឡើងដោយងាយពិបាកមនុស្សជាច្រើនអ្នករស់នៅជាមួយនឹងផ្នត់គំនិតចាស់ៗហើយក៏ដើរតាមខ្សែបន្ទាប់ដែលប្រកាន់ខ្ជាប់ភាពជាខ្លួនឯងយ៉ាងងងឹតងងល់ខ្ញុំតែងមកវែងផ្លូវខ្ញុំចូលគេងយប់ជ្រៅហើយភ្ញាក់យឺតខ្ញុំមិនសូវចាំឈ្មោះអ្នកដទៃខ្ញុំទៅធ្វើការយឺតជាប្រចាំខ្ញុំមិនពូកែរឿងបច្ចេកវិទ្យាខ្ញុំល្ងងរឿងគណិតវិទ្យានៅមានរឿងជាច្រើនទៀតរាប់រយរឿងពេលអ្នកគិតដល់រឿងណាមួយយូររាប់ឆ្នាំវានឹងចាប់រឹសជ្រៅទៅក្នុងចិត្តរបស់អ្នកហើយវាក៏កើតឡើងលើខ្លួនអ្នកពិតមែនដល់ពេលមួយអ្នកនឹងចាប់ផ្ដើមមានប្រតិកម្មចំពោះទង្វើនោះធ្វើបែបនោះមិនមែនជាខ្ញុំទេសម្ពាធក្នុងចិត្តបង្ខំឲ្យអ្នករក្សាភាពជាខ្លួនឯងហើយធ្វើតាមជំនឿរបស់អ្នកនឹងធ្វើគ្រប់មធ្យោបាយដើម្បីគេចពីទង្វើដែលប្រឆាំងនឹងខ្លួនឯងពេលគំនិតនិងទង្វើស្របគ្នានឹងភាពជាខ្លួនឯងរបស់អ្នកកាន់តែខ្លាំងការផ្លាស់ប្ដូរទម្លាប់ការផ្លាស់ប្ដូរទង្វើ Oh my God, I'm so I'm so sleepy. Should I continue or stop, please? I will continue. I will not stop. នៅថ្ងៃមួយអ្នកអាចត្រូវតស៊ូនឹងការហ្វឹកហាត់ទម្លាប់របស់ខ្លួនឯងព្រោះអ្នករវល់ខ្លាំងហត់ខ្លាំងការងារស្អកស្កះឬដោយហេតុផលផ្សេងច្រើនទៀតយ៉ាងណាក្តីក្នុងរយៈពេលវែងហេតុផលពិតប្រាកដដែលធ្វើឲ្យអ្នកបរាជ័យនិងដកខាត់ទម្លាប់បានជាបន្តបន្ទាប់គឺទស្សនៈដែលមានចំពោះខ្លួនឯងធ្វើឲ្យអ្នកមិនអាចបង្កើតទម្លាប់អ្វីម្យ៉ាងឲ្យខ្លាចជាផ្នែកមួយនៃជីវិតរបស់អ្នកបានឡើយភាពការដែលអាចរីកចម្រើនបានអ្នកត្រូវផ្លាស់ប្ដូរជំនឿចាស់ដែលជាភាពជាខ្លួនឯងរបស់អ្នកភាពជាខ្លួនឯងដែលល្អបំផុតអ្នកត្រូវពឹងលើការផ្លាស់ប្ដូរជំនឿចាស់ជាបន្តបន្ទាប់នេះជាអ្វីដែលនាំយើងទៅរកសំណួរសំខាន់គឺបើជំនឿនិងទស្សនៈមានតួនាទីសំខាន់ចំពោះទង្វើរបស់អ្នកតើវាចាប់ផ្ដើមពីត្រង់ណាតើអ្នកអាចបង្កើតទម្លាប់ល្អថ្មីហើយកម្ចាត់ទម្លាប់មិនល្អបានយ៉ាងដូចម្តេច2ដំណាក់កាលដែលជួយផ្លាស់ប្ដូរខ្លួនអ្នកបានភាពជាខ្លួនឯងរបស់អ្នកកើតចេញពីទម្លាប់
អ្នកមិនបានកាត់មកជាមួយនឹងជំនួយដែលព្រះកំណត់មកទេខ្ញុំជំនឿគ្រប់យ៉ាងកើតពីការរៀននិងកំណត់ឡើងតាមរយៈបទពិសោធន៍ផ្សេងៗរបស់ខ្លួនយើងសរុបមកទម្លាប់ការពីការកំណត់របស់អ្នកពេលអ្នកត្រៀមគេងរាល់យប់រាល់ថ្ងៃអ្នកកំណត់ខ្លួនឯងឲ្យធ្វើជាមនុស្សមានសណ្ដាប់ធ្នាប់ពេលអ្នកសរសេរសៀវភៅរាល់ថ្ងៃអ្នកកំពុងកំណត់ឲ្យខ្លួនជាមនុស្សដែលមានគំនិតច្នៃប្រឌិតពេលអ្នកហាត់ប្រាណរាល់ថ្ងៃអ្នកកំពុងកំណត់ឲ្យខ្លួនឯងជាមនុស្សរឹងមាំស្រឡាញ់ការហាត់ប្រាណពេលអ្នកធ្វើទង្វើណាមួយម្ដងហើយម្ដងទៀតអ្នកកំពុងបន្ថែមកម្លាំងដល់ភាពជាខ្លួនអ្នករបស់ជាភាពខ្លួនឯងរបស់អ្នកតាមពិតទៅពាក្យថាអត្តសញ្ញាណ identity មកពីពាក្យភាសាស្លាវតាំងថា in essential essentials ដែលសំដៅដល់ដដែលដូច្នេះអត្តសញ្ញាណរបស់អ្នកតាមគោលការណ៍ភាសាគឺសំដៅដល់ការធ្វើដដែលនោះឯងមិនថាពេលនេះអ្នកជាមនុស្សបែបណាអ្នកគ្រាន់តែជឿលើភាពជាខ្លួនឯងរបស់អ្នកតែប៉ុណ្ណោះព្រោះអ្នកបានបទពិសោធន៍រួចហើយបើអ្នកនៅបើអ្នកជាមនុស្សគោរពសាសនាខ្លាំងបើអ្នកអានសៀវភៅវិជ្ជាមួយថ្ងៃ1ម៉ោងរាល់ថ្ងៃមានន័យថាអ្នកជាមនុស្សឧស្សាហ៍បើអ្នកទៅហាត់ប្រាណសូម្បីតែពេលធ្លាក់ប្រល់មានន័យថាអ្នកតាំងចិត្តធ្វើជាមនុស្សរឹងមាំហើយបើអ្នកមានផុសតាងបញ្ជាក់ពីអ្វីដែលអ្នកជឿកាន់តែច្រើនអ្នកក៏ជឿលើទង្វើនោះកាន់តែខ្លាំងឡើងជាងពាក់កណ្ដាលជីវិតរបស់ខ្ញុំមិនដែលគិតថាខ្លួនឯងនឹងក្លាយជាអ្នកនិពន្ធសៀវភៅទេបើអ្នកទៅសួរគ្រូវិទ្យាល័យឬគ្រូមហាវិទ្យាល័យរបស់ខ្ញុំពួកគេនឹងប្រាប់អ្នកថាល្អបំផុតខ្ញុំប្រហែលសរសេរបានតែពាក់កណ្ដាលប៉ុណ្ណោះគ្មានអ្វីចន្លោះទេគ្មានអ្វីលេចធ្លោទេពេលខ្ញុំចាប់ផ្ដើមអាជីពរបស់អ្នកនិពន្ធសៀវភៅខ្ញុំបោះពុម្ពអត្ថបទថ្មីរាល់ថ្ងៃច័ន្ទនិងថ្ងៃអង្គារក្នុងឆ្នាំដំបូងពេលមានអត្ថបទច្រើនឡើងនេះខ្ញុំក៏ក្លាយជាអ្នកនិពន្ធទៅហើយខ្ញុំមិនបានចាប់ផ្ដើមពីអ្នកនិពន្ធទេតែខ្ញុំក្លាយជាអ្នកនិពន្ធពីទម្លាប់របស់ខ្ញុំទម្លាប់មិនត្រឹមតែជាទង្វើដែលមានឥទ្ធិពលចំពោះភាពជាខ្លួនឯងរបស់អ្នកទេតែជាទង្វើដែលកើតឡើងជាបន្តបន្ទាប់ទើបសំខាន់បំផុតដូច្នេះហើយអ្នកមិនអាចចាត់ទុកខ្លួនឯងថាជាកីឡាករបាល់ទាត់អាជីពបានដោយគ្រាន់តែលេងបាល់តែបាល់ទាត់ម្ដងឬពីរដងទេលុះត្រាណាតែអ្នកបានធ្វើរឿងនោះដដែលរហូតក្លាយជាទម្លាប់ការហ្វឹកហាត់និងការបង្កើនបទពិសោធន៍ជាបន្តបន្ទាប់នេះគឺជាការវិវត្តដោយសន្សឹមយើងមិនអាចផ្លាស់ប្ដូរបានដោយគ្រាន់តែប្រាប់ថាខ្ញុំនឹងក្លាយជាមនុស្សថ្មីនោះទេដោយការផ្លាស់ប្ដូរកើតឡើងម្ដងបន្តិចនិងការពឹងលើការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ទង្វើគ្រប់យ៉ាងប្រៀបដូចជាការណែនាំថានេះអាចជាធាតុរបស់ខ្ញុំបើអ្នកអានសៀវភៅចប់មួយក្បាលអ្នកអាចជាមនុស្សដែលចូលចិត្តអានសៀវភៅបើអ្នកទៅក្លឹបហាត់ប្រាណអ្នកអាចជាមនុស្សដែលចូលចិត្តហាត់ប្រាណបើអ្នកនិយាយលេងហ្គីតាពេលខ្លះអ្នកអាចជាមនុស្សដែលចូលចិត្តតន្ត្រីគ្រប់ទង្វើរបស់អ្នកវាអាចជាការតទន់ទៅរកការធ្វើជាមនុស្សតាមបែបដែលអ្នកចង់បានគ្មានអ្វីដែលអាចប្ដូរឈ្មោះរបស់អ្នកបានភ្លាមនោះទេការតទន់កើតឡើងបន្តិចម្ដងរហូតធ្វើឲ្យកើតមានការផ្លាស់ប្ដូរនៅទីបំផុតអ្នកនឹងមើលឃើញថាទម្លាប់ផ្សេងជាផ្លូវនាំទៅរកការផ្លាស់ប្ដូរជំនឿដែលមានចំពោះខ្លួនឯងវិធីដែលប្រើបានផលបំផុតគឺការផ្លាស់ប្ដូរធ្វើដែលអ្នកធ្វើរាល់លើកដែលអ្នកសរសេរសៀវភៅមួយទំព័រអ្នកជាអ្នកនិពន្ធ
រកលើកដែលរៀនកូដវីយូឡុងអ្នកជាអ្នកតន្ត្រីរកលើកដែលអ្នកហាត់ប្រាណអ្នកជាកីឡាកររកលើកដែលអ្នកផ្ដល់កម្លាំងចិត្តកូនចៅអ្នកជាអ្នកដឹកនាំទង្វើគ្រប់យ៉ាងមិនត្រឹមតែឲ្យកើតលទ្ធផលតែម្យ៉ាងទេតែវាក៏ជួយបង្រៀនរើដែលសំខាន់ជាងនោះខ្លាំងដែរគឺការជឿលើខ្លួនឯង Oh God បងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណឹងមានតែ25នាទីតែវាសារតែខ្ញុំធ្វើយប់ជ្រៅចាំជួបគ្នានៅវីដេអូក្រោយរយៈពេល30នាទីខ្ញុំអាចបានកំណត់ឲ្យបានសម្រាប់30នាទីសង្ឃឹមថាស្អែកនេះខ្ញុំនឹងអាចធ្វើ30នាទីបានម្ដងទៀត Goodbye អ្នកនរគ្នា See you next video